យុរដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈកុលពេលដែលជួបជាមួយនឹងប្រធានាធិបតីណែបារាំងលោកម៉ានូអែលម៉ាក្រុងថ្ងៃនេះដឹងគាត់និយាយមិនពីរឿងស្រុកខ្មែរហ្នឹងឯងបងប្អូនរឿងព្រំដែនស្ដាប់លោកអនុទិនច័ន្ទវរៈកុលគឺយើងអស់សង្ឃឹមអាលីងហ្មងបើធ្វើដោយអ្វីដែលរដ្ឋាភិបាលខ្មែរកំពុងធ្វើគាត់និយាយថានាយករដ្ឋមន្ត្រីថៃនិយាយថាការដោះស្រាយរឿងព្រំដែនត្រូវឈរលើកិច្ចព្រមព្រៀងអ្នកណានៅត្រង់ណានៅត្រង់ហ្នឹងស្ដាប់ឲ្យច្បាស់ហ่าបងប្អូននាយករដ្ឋមន្ត្រីថៃបដិញ្ញាថាដោះស្រាយបញ្ហាព្រំដែនតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025អ្នកណានៅណានៅហ្នឹងនេះគាត់យកការដោះស្រាយព្រំដែនហើយកំពុងតែចោទប្រកាន់ភាគីកម្ពុជាថាអត់មានភាពស្មោះត្រង់ទេលឹមលំណាទៅប្រាប់លោកម៉ានូអែលម៉ាក្រុងណាលើឆាកអន្តរជាតិថាកម្ពុជាលឹមលំគេកំពុងមើលទៀតថាតើអាចដោះស្រាយបានអត់បើកម្ពុជាយើងអត់មានភាពស្មោះត្រង់ទេលឹមលំមិនទៅបងប្អូនកម្ពុជាលឹមលំមិនឥឡូវមើលយើងជាម្ចាស់ផ្ទះបើគេចោទយើងលឹមលំយើងលឹមលំកន្លែងណាតើចាច់ថៃគេចោទយើងលឹមលំកន្លែងណាអនុទិនច័ន្ទវរៈកុលអត់មាននិយាយអីពីរឿងយើងលឹមលំនៅកន្លែងណាគេថាយើងអត់ស្មោះត្រង់គេកំពុងតែចាំមើលប៉ុន្តែគេដោះស្រាយបញ្ហាព្រំដែនគឺផ្អែកទៅលើសេចក្តីថ្លែងការណ៍រួមនៃបទឈប់បាញ់ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025អ្នកណានៅណាអ្នកនឹងហ្នឹងហើយមាន JBC អីចុះវាស់វែងប៉ុន្តែវាស់ទៅបើវាស់ទៅអានៅណានៅហ្នឹងបើសិនជាគេតែវាស់ទៅឃើញចូលដីខ្មែរដីថៃត្រូវបានទៀតយកទៀតបើរឿងឲ្យវិញប្រហែលជាអត់ទេខ្ញុំជឿថាដឹងពិបាកហើយព្រោះឯថៃប្រើផែនទីខ្នាត1លើ50,000យើងប្រើលើ200,000អញ្ចឹងបើថាបានមកថៃទៀតគេយកបើថាឲ្យមកខ្មែរវិញគឺដឹងអត់ដែរបើថាអញញ៉ៃលុប MOU 2000នឹងចោលទៀតចាំមើលព្រោះគេកំពុងតែទៅលុបចោលប៉ុន្តែរឿងដែលសំខាន់ដែលគេចោទថាយើងលឹមលំនឹងដឹងរឿងអីទេបងប្អូនគេចោទកម្ពុជាថាសញ្ញេនៅនឹងដៃលុបនឹងជើងនេះអាលឹមលំហ្នឹងគេថាអញ្ចឹងព្រោះគេថាយើងអត់ស្មោះត្រង់ទេម៉ោងណាក៏យើងទៅរករឿងថៃពីរឿងឈ្លានពានស្រុកខ្មែរហ្នឹងដែរដែលយើងចុះហត្ថលេខាព្រមឲ្យគេនៅណានៅហ្នឹងហើយតែយើងទៅរាយការណ៍លើឆាកអន្តរជាតិថាថៃឈ្លានពានកម្ពុជាអានេះហាគឺយើងឈឺចាប់បងប្អូនជាខ្មែរខ្ញុំឈឺចាប់មែនតើអញ្ចឹងបាទខ្ញុំនិយាយថាបើខ្ញុំជាមេធាវីខ្ញុំការពារឲ្យកម្ពុជាខ្ញុំចាញ់ក្តីគេបាត់ហើយបើកូនក្តីខ្ញុំនិយាយអញ្ចឹងរឿងអីបានការពារក្តីគេមិនឈ្នះឃើញគេយកអាហ្នឹងមកសក់យើងឯងគេថាយើងសញ្ញេគេឲ្យនៅណានៅហ្នឹងហើយយើងទៅប្រាប់គេថាគេឈ្លានពានយើងប្រព្រឹត្តអំពើខុសច្បាប់តើខុសច្បាប់យ៉ាងដូចម្ដេចបើគេនៅណានៅហ្នឹងយើងសញ្ញេលោកទាសីហាសញ្ញេឲ្យគេនៅណានៅហ្នឹងគេធ្វើអីក៏បានដែរនៅក្នុងកន្លែងដីនៅណានៅហ្នឹងព្រោះជាដែនអធិបតេយ្យតែយើងអាចចូលទៅកន្លែងដីដែលនៅណានៅហ្នឹងបានទេមើលសាកមើលយើងអត់ចូលទៅកន្លែងហ្នឹងបានន័យថាវាជាដែនគ្រប់គ្រងរបស់យោធាគេធ្វើអីក៏បានហើយតែយើងចោទថាគេធ្វើនឹងខុសច្បាប់ហើយទៅប្រាប់អន្តរជាតិទៅប្រាប់អង្គការសហប្រជាជាតិទៅប្រាប់អីផ្សេងទៀតសារព័ត៌មានអីថាថៃឈ្លានពានកម្ពុជាឃើញគេរករឿងយើងថាយើងលឹមលំអត់ស្មោះត្រង់រឿងហ្នឹងគឺគេរករឿងយើងថាសញ្ញេលឹងដៃលុបអញ្ជើងចុះហេតុអីបានជាយើងឲ្យថៃមើងងាយយើងធ្វើអីបើខ្ញុំជាមេធាវីបើធ្វើដោយអស់លោកគឺយើងចាញ់ក្តីប៉ុន្តែបើខ្ញុំជាមេធាវីសម្រាប់កម្ពុជាខ្ញុំនឹងប្រាប់កូនក្តីខ្ញុំកម្ពុជានេះថាកុំថោកជាមួយថៃយើងអត់ត្រូវការអោបជើងថៃទេយើងមានដងដាវបៀមានអាត់កើអាត់បិចលេងយើងទៅរើស2ជួង3ជួងយកមកលេងវាអត់មានត្រូវលេងកើតទេបើអស់លោកចេះលេងកទេខ្ញុំមិនមែនជាអ្នកដែលងប់លបែងទេប៉ុន្តែខ្ញុំដឹងលបែងកទេហ្នឹងបើមានកញ្ចាស់មានអាត់អីទៅវាធំប៉ុន្តែ2 3ហ្នឹងយើងចាញ់គេហើយហើយដល់យើងទៅរើស2 3មកលេងអាត់កញ្ចាស់ដែលត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិអត់ប្តឹងហើយមកនៅលេងសាំជាមួយនឹងថៃរហូតទៅក្បែរព្រំដែនគេបាញ់គេរករឿងគេថាយើងលឹមលំគេថាយើងអញញ៉ៃគេថាយើងរំខានគេថាយើងសាំហើយយើងសាំមែននិយាយឲ្យត្រង់យើងសាំមែនរឿងដែលប្តឹងបានយើងធ្វើឲ្យយើងថ្លៃធ្នូដូចខ្ញុំនិយាយចឹងប្តឹងថៃទៅតុលាការព្រំទាំងអន្តរជាតិយុត្តិធម៌អន្តរជាតិនាំគ្នាទៅអង្គុយវាយទៀងលេននៅអូជាទៀលផឹកទឹកដូងញ៉ាំមឹកអាំងធ្វើអីធ្វើទៅថៃបាក់ស្បាតថៃខ្លាចណាស់តុលាការអន្តរជាតិនេះប៉ុន្តែខ្ញុំអត់យល់នៅពេលដែលយើងស្រឡាញ់ជាតិយើងការពារទឹកដីយើងមហាសាមគ្គីខ្មែរយើងចង់ឈ្នះថៃទាដីថៃដីខ្មែរដីថៃដែលតែដើមពីខ្មែរវិញឲ្យបានគឺក្នុងតម្លៃណាក៏ដោយមិនឲ្យបាត់តែនៅក្នុងពេលជាមួយគ្នាហ្នឹងទៅអោបជើងថៃទៅអញញ៉ៃក្បែរព្រំដែនឲ្យតែថៃមើងងាយយើងអត់ទៅរកអយន្តការដែលទៅបានមកវិញតាមរយៈតុលាការអន្តរជាតិដែលថៃខ្លាចញ័រសាច់អាថៃខ្លាចញ័រសាច់បែរទៅជាយើងញ័រទៅអោបជើងគេសុំចរចាទៅវិញនេះខ្ញុំអត់យល់ចុះបើយើងខ្ញុំអត់យល់ហើយវាអត់ដូចអ្វីដែលខ្មែរយើងធ្វើជាមួយខ្មែរគ្នាឯងនិយាយពីវាយមួយវាយចាប់ដាក់គុកនិយាយពីឃើញសុំឲ្យលោកកម្មសខាខ្មែរគ្នាឯងហ្នឹងគឺថាណែឯងគឺថាមិនអោយណែឯងមានសិទ្ធិសេរីភាពមិនអោយណែឯងធ្វើនយោបាយគឺបំផ្លាញណែឯងដល់ទីបញ្ចប់រស់វេទនាជាងស្លាប់ទៀតអាហ្នឹងយើងប៉ាកែតែដល់ពេលមួយថៃសុទ្ធតែ
ai ca bóc cái số ta ro rương cái chết thằng ngoa bay thay tại bật prom đan nãy đặt sao ngoa bay chăm mơ tới anh là bay lập tức cái bong bồn nào thằng ham ven trên kia hay khi ông tha khmai đừng slap môn kia khi ông ăn mưa nghi khmai đi đợt bay lập tức này khmai đừng đặt sao môn kia này buộc khmai mình men đôi thay thế nè thay sẽ cái thùng thùng này cái bật prom đan cái pah pol man hay qua bàn tay cái pah pol tay mũi phía thế dương pah pol chranเหมือนกันយើងឥឡូវនៅពេលព្រំដែនបិទមានបញ្ហាយើងភ្ញៀវទេសចរយើងក៏អត់មានណាបញ្ហាតាក់ទងនឹងសេដ្ឋកិច្ចក៏យើងធ្លាក់ចុះបញ្ហាឆោបោកអនឡាញយើងស្រូវពេញប្រទេសឡាក់នឹងឡាក់ឥឡូវហ្នឹងគឺរឿងវាអញ្ចឹងបងប្អូនយើងអត់ខ្ញុំពិតជាចង់ឲ្យខ្មែរខ្លាំងណាស់ព្រោះយើងជាជាតិសាសន៍ខ្មែរខ្ញុំមិនចង់ឲ្យខ្មែរទៅអន់ថយជាងជាតិសាសន៍ដទៃក៏ប៉ុន្តែយើងត្រូវទទួលស្គាល់ថាយើងដើរក្រោយថៃ75ឆ្នាំហើយយើងទៅឈ្នះគេទាំងសេដ្ឋកិច្ចទាំងប្រជាជនទាំងអីអត់ទេយើងបាច់បាក់ខ្ញែកយើងជាមួយអ្នកនយោបាយខ្មែរអត់ផ្សះផ្សាមួយលោកកម្មសខាបានផងតើយើងទៅធ្វើយ៉ាងម៉េចនឹងទៅប្រាប់គេថាយើងរឹងមាំវាអត់ឈ្នះគេទេផលិតទឹកនេះគឺខ្មែរនឹងដាច់ខ្យល់ស្លាប់មុនគេហើយខ្ញុំនិយាយនេះអស់លោកឌីលទៅតែខ្ញុំនៅខាងថៃខ្ញុំអត់និយាយនៅខាងណាទេខ្ញុំនិយាយពីសច្ចធម៌អញ្ចឹងកុំឲ្យផលិតទឹកជាមួយថៃខ្លាចមែនតើដង្ហើមខ្មែរវែងណាគឺដង្ហើមនៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិថៃដាច់ខ្យល់ហ្មងណែឯងផលិតម្នាក់ឯងទៅខ្ញុំអង្គុយផឹកកាហ្វេចាំមើលឯងពពុះងាប់នៅក្នុងទឹកតែយើងអត់ទៅផលិតទឹកជាមួយថៃដែរទាំងដង្ហើមយើងសួតចង់អស់ហើយហ្នឹងនៅសល់ប៉ុនមេដៃយើងមានដង្ហើមឯណាវែងដូចថៃគេទៅដល់ពេលណាទេលុយគេមកកណោគេសេដ្ឋកិច្ចគេរីកចម្រើនចង់ងាប់យើងអត់ទៅឈ្នះគេឲ្យកុំមកអួតអូយប៉កែណាហាខាងអួតហ្នឹងចង់ដាច់ខ្យល់ស្លាប់អីមិនក៏ដោយក៏ដូចថានិយាយទៅដូចរឿងគ្រួសារប្តីប្រពន្ធពីរនាក់ដែលប្រពន្ធវាយជន់កសកត់កងាប់ហើយនៅតែហងរៀងនៅគេថាអូយងាប់ហើយអូយអានេះនឹងវាយប្រពន្ធងាប់ទៀតហើយយើងនាំគ្នាចូលទៅមើលបើកទ្វារក្រាក់ប្រពន្ធនឹងអង្គុយសកត់កជាប់ហើយស្រេចរៀងនៅគេមើលមកនឹងថាអូអស់ចាប៉ុន្តែនៅក្រោមប្រពន្ធសកត់កជាប់បាត់យើងវាធ្វើដូចរឿងអញ្ចឹងណាហើយប្រជាប្រដ្ឋខ្មែរនឹងសឹមស្ដាប់ចម្រៀង